ស្ដីអ្នកទាំងអស់គ្នាមកកាន់ Channel YouTube ខ្ញុំបាទ Solo Sin Official ទាំងអស់គ្នាថ្ងៃនេះខ្ញុំមានវីដេអូថ្មីមួយទាក់ទងនឹងការរបៀបមើលតើអ្នកណាគេចូលនៅក្នុង Facebook របស់យើងឬក៏មានជនឆោបោកឬក៏ជាមិត្តភ័ក្តិឬក៏ពុកម៉ាក់យើងលួចចូល account Facebook យើងអញ្ចឹងវីដេអូនេះខ្ញុំមានវិធីចូលមើលហើយយើងអាច clear ចេញវិញបានទេការធ្វើកុំភ្លេចជួយ like subscribe ខ្ញុំញ៉ាំមួយផង Let's go អញ្ចឹងជាដំបូងយើងចូលមកក្នុង Facebook របស់យើងអញ្ចឹងមកហើយយើងមើលទៅត្រេ3ខាងឆ្វេងដៃអញ្ចឹងទូរស័ព្ទបងប្អូនខ្លះក៏វានៅខាងស្ដាំដៃហើយបងប្អូនខ្លះក៏នៅខាងឆ្វេងអញ្ចឹងទូរស័ព្ទខ្ញុំនៅខាងឆ្វេងអញ្ចឹងមើលតាមសញ្ញាព្រួយខ្ញុំហ្នឹងទៅអូខេយើងចុចមកហើយយើង scroll ទៅក្រោមនេះទៅអូខេហើយយើងចុចកន្លែងកំណត់និងភាពឯកជនអញ្ចឹងកន្លែងខ្ញុំដាក់សញ្ញាព្រួយហ្នឹងបងប្អូនចុចតាមសញ្ញាព្រួយខ្ញុំហ្នឹងមកអូខេអញ្ចឹងហើយបងប្អូនអស់មកលើវិញតិចហើយបងប្អូនមើលមានពាក្យកំណត់អូខេបងប្អូនចុចចំពាក្យកំណត់ហ្នឹងមកអូខេបន្ទាប់ពីបងប្អូនចុចមកចំពាក្យកំណត់ហើយបងប្អូនក៏ឃើញលក្ខណៈបែបហ្នឹងហើយបងប្អូនចុចលើផ្ទាំងខាងលើគេហ្នឹងអូខេបន្ទាប់មកបងប្អូនស្គលទៅក្រោមតិចទៅអូខេអញ្ចឹងបងប្អូនមើលពាក្យសម្ងាត់និងសន្តិសុខអូខេអញ្ចឹងបងប្អូនចុចចំពាក្យសម្ងាត់និងសន្តិសុខហ្នឹងមកដែលខ្ញុំដាក់សញ្ញាព្រួយហ្នឹងអូខេហើយចុចចេញមកបែបហ្នឹងហើយអញ្ចឹងវាមាន2កឡោនខាងលើមួយកឡោនមាន4អក្សរខាងក្រោមមានមួយកឡោន4អក្សរដែរតែបងប្អូនត្រូវតែជ្រើសយកខាងក្រោមតែកឡោនខាងលើដែលគេដាក់ឈ្មោះថាកន្លែងដែលអ្នកបានចុះឈ្មោះចូលអូខេអញ្ចឹងបងប្អូនចុចចំនឹងមកអូខេអញ្ចឹងហើយបងប្អូនចុចចំនឹងទៀតអូខេហើយបងប្អូននឹងឃើញហើយតើអ្នកណាខ្លះដែលចូលមកលេងក្នុង Facebook របស់យើងអ្នកណាខ្លះដែល hack ចូល Facebook របស់យើងនៅពួនសង្ងំក្នុងនឹងដែលយើងអត់ដឹងអញ្ចឹងណាគ្នាអញ្ចឹងក្នុងទូរស័ព្ទខ្ញុំមានVivo Y 3S ហើយនឹងនេះខ្ញុំអត់ចេះអង់គ្លេសទេអ្នកគ្នាអញ្ចឹងវាមាន2ហើយTecno នេះគឺជាទូរស័ព្ទរបស់ខ្ញុំទេអញ្ចឹងទាំងអស់ហ្នឹងសិតតែទូរស័ព្ទរបស់ខ្ញុំទាំងអស់ទេតែបើអ្នកទាំងអស់គ្នាឃើញអ្នកផ្សេងឬក៏ឈ្មោះទូរស័ព្ទអ្នកផ្សេងអញ្ចឹងបងប្អូនលេសចេញមកណាអញ្ចឹងឧទាហរណ៍ថាខ្ញុំលេសចេញមួយចោះអូខេអញ្ចឹងខ្ញុំចុចចំឈ្មោះដែលខ្ញុំចង់លេសចេញអូខេចុចចំនឹងហើយបងប្អូនចុចផ្ដាច់នេះចុចផ្ដាច់អូខេបងប្អូនចុចផ្ដាច់ហ្នឹងចុចហើយបងប្អូនចុចផ្ដាច់ទៀតអូខេអញ្ចឹងវានឹងផ្ដាច់ដោយអូតូហើយអ្នកគ្នាអញ្ចឹងគឺអ្នកដែលធ្លាប់ចូលហ្នឹងគឺគាត់ចូលឡើងបានទៀតហើយដោយសារតែយើងផ្ដាច់ចេញហើយអញ្ចឹងវីដេអូនេះអត់មានអីច្រើនទេកុំភ្លេចជួយ like subscribe ខ្ញុំម្នាក់មួយផងដើម្បីខ្ញុំបានវីដេអូថ្មីឲ្យអ្នកនរគ្នាបន្តទៀតអរគុណច្រើន